ថ្ងៃនេះខ្ញុំបានចូលរួមក្នុងកម្មវិធីបនឯករាជ្យជាតិនៃប្រទេសឥណ្ឌូនេស៊ីដែលធ្លាប់ស្ថិតនៅក្នុងអាណានិគមរបស់ជប៉ុនអញ្ចឹងណាហើយនេះគឺជាបនឯករាជ្យជាតិលើកទី81ហើយនិយាយពីថាគឺមានសិស្សសាលាចូលច្រើនមែនតើគឺមានសិស្សសាលាគ្រប់ជំនាញតែម្ដងដែលចូលរួមក្នុងកម្មវិធីនេះហើយកាន់តួទងជាតិឥណ្ឌូនេស៊ីម្នាក់មួយហើយខ្ញុំនេះកាន់តួជាតិឥណ្ឌូនេស៊ីដែរហើយថែមនឹងអក្សរ International Student មួយដែរដែលមានន័យថាសហអន្តរជាតិនឹងឯងហើយរយៈពេល2ថ្ងៃនេះខ្ញុំបានចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុងនៃសាលាហើយនឹងចូលរួមក្នុងកម្មវិធីបនឯករាជ្យជាតិនៃប្រទេសឥណ្ឌូនេស៊ីលើកទី81នេះផងដែរហើយការរត់ម៉ារ៉ាតុងនោះផងដែរគឺក៏មានសិស្សសាលាដូចជាគ្រូចូលរួមច្រើនផងដែរហើយ2ថ្ងៃរយៈពេល2ថ្ងៃនេះគឺពិតជាហត់មែនតើគឺហត់តែលេលំនឹងការសប្បាយជាដើមហើយមនុស្សគឺចូលរួមច្រើនមែនតើសកម្មនៅប្រទេសឥណ្ឌូនេស៊ីនេះគឺឲ្យតែមានកម្មវិធីអីហ្នឹងគឺមានមនុស្សចូលរួមច្រើនតែម្ដងហើយបន្ទាប់ពីរត់ហើយគឺមានកម្មវិធីផ្សេងៗអញ្ចឹងណាហើយក៏មានកូប៉ុងសម្រាប់ចាប់រង្វាន់ផងដែរហើយខ្ញុំអង្គុយនៅទីនេះគឺអង្គុយមើលគេត្រូវរង្វាន់នឹងឯងគឺខ្ញុំមិនបានត្រូវរង្វាន់ដូចជាគេទេគឺអង្គុយមើលគេត្រូវរង្វាន់នឹងឯង Okay, let's go.